បាទជាសួរបងប្អូនអ្នកគ្នាថ្ងៃនេះក្រុមជាងផ្ទះយើងរៀបចំប្រហើយការឋាននៅខាងដងបងប្អូនអ្នកគ្នាជាប្រភេទផ្ទះកពើហាដែលនៅក្នុងផ្ទះនេះគឺបានបន្ទប់គេង3បន្ទប់ទឹក2ផ្ទះបាយ1និងបន្ទប់ទទួលភ្ញៀវមួយទៀតបងប្អូនអ្នកគ្នាឥឡូវនេះគឺខ្ញុំចង់បង្ហាញបងប្អូនអ្នកគ្នាអំពីគ្រឿងបរិក្ខារក៏ដូចជាការសាងសង់នៅខាងក្នុងទាំងអស់គ្នាតោះបងប្អូនអ្នកគ្នាចូលមើលក្នុងបន្តិចបាទដោះទៅជើងហើយបងប្អូនព្រោះអីផ្ទះនេះហើយបញ្ជាក់បន្តិចថ្ងៃនេះខ្ញុំបកគលសោជូនម្ចាស់បងម្ចាស់ផ្ទះដោយសារអីទ្វារឈើអត់ហើយនេះជាភារៈរបស់ជាងឈើព្រោះអីការងារនេះបងម្ចាស់ផ្ទះគាត់ទទួលខុសត្រូវខ្លួនឯងទេដោយសារតែបងគាត់ចង់បានឈើល្អហើយគាត់កំងចក្រមមករៀងយូរបន្តិចអញ្ចឹងទៅគាត់ខកការងារជាមួយនឹងជាងឈើយើងហើយសំណង់ហើយបងប្អូននេះគឺជាបន្ទប់ទទួលភ្ញៀវដោយបងប្អូនបានឃើញអញ្ចឹងយើងលេងភ្លើងប៉ុណ្ណឹងយើងមានភ្លើងកែបហើយយើងលេងពីដានលេងអីសំរូបសំរៀងបងប្អូនវាមើលទៅអត់ឆើតពេកផ្ទះយើងលេងតែឆើតពេកវាធ្វើឲ្យសាំបើប៉ុណ្ណេះខ្ញុំយល់ថាអត់អីទេស្អាតថេរហើយបងប្អូននេះគឺបន្ទប់មេគ្រួសារបន្ទប់មេគ្រួសារនេះគឺមានបន្ទប់ទឹកមួយបងប្អូនអ្នកគ្នាហើយឥឡូវខ្ញុំចង់បង្ហាញបងប្អូននេះពីបរិក្ខារបន្ទប់ទឹកបន្តិចបាទបន្ទប់ទឹកដូចបងប្អូនបានឃើញអញ្ចឹងយើងមានភ្លើងចង្ហាល់បឺតយើងមានគុណឡាបូប៉ុណ្ណឹងបងប្អូនខ្លះសួរថាបន្ទប់ទឹកមានអីបាទបងប្អូនមានប៉ុណ្ណឹងឯងគ្រឿងបរិក្ខារផ្សេងទៀតដូចម៉ាស៊ីនទឹកក្តៅទឹកអីបងប្អូនចង់បំពាក់អាហ្នឹងបំពាក់ក្រៅខ្លួនឯងដោយសារតែជាទូទៅអ្នកម៉ៅគឺអត់ប៉ះពាល់ទៅលើគ្រឿងអេឡិចត្រូនិកប្រហែលទេវាច្រើនមានបញ្ហាបន្ទប់មេគ្រួសារបងប្អូនយើងលេងពូលឲ្យអញ្ចឹងហើយដូចបងប្អូនបានឃើញចឹងម៉ូដពីដានយើងសំរុំហើយបងប្អូនអាចពិនិត្យបានស្អាតមែនតើបន្ទប់មេគ្រួសារនេះពលឺគ្រប់មែនតើបាទនេះគឺបន្ទប់មេគ្រួសារទី1បងប្អូនអ្នកគ្នាឥឡូវយើងទៅមើលបន្ទប់ទី2បន្ទប់ទី2និងទី3នេះគឺនៅជាប់ផ្ទះបាយដោយសារតែយើងមានបន្ទប់ទឹកនៅខាងក្រោយមួយទៀតបាទបងប្អូន space នៅពេលដែលយើងរៀបអញ្ចឹងគឺយើងបានទលាយសង្គ្រប់ជ្រុងបងប្អូនអ្នកគ្នាដោយបងប្អូនបានឃើញអញ្ចឹងហើយដោយសារមានរោងឡានអញ្ចឹងទៅបន្ទប់ទ្វារចេញក្រៅយើងដាក់នៅចំជាប់ចិត្តពាក់កណ្ដាលនៃផ្ទះបងប្អូននេះគឺសន្តានបន្ទប់ទី2និងទី3ដូចបងប្អូនបានឃើញអញ្ចឹងគ្រឿងបរិក្ខារស្ងដូចគ្នាទេប៉ុន្តែគាត់ថាបងប្អូនចូលមើលតិចមើលថាបន្ទប់ទី2នេះវាទលាយមិនដែរបាទបងប្អូនល្មមសមរម្យក្នុងការរស់នៅបងប្អូនអ្នកគ្នាបន្ទប់ទី2យើងណាបាទហើយគ្រឿងបន្ទប់ទី1យើងប្លែកតែដោយសារតែបន្ទប់ទី1មេគ្រួសារជាងតែងទៅឲ្យប្លែកតែម្ដងហើយនេះគឺបន្ទប់ទី3បងប្អូនអ្នកគ្នាដូចបងប្អូនបានឃើញអញ្ចឹងបន្ទប់យើងបន្ទប់ទី3យើងក៏ប៉ិនគ្នាដែរហើយគ្រឿងបរិក្ខារក៏ដូចជាម៉ាស៊ីនត្រជាក់ម៉ាស៊ីនអីនេះគឺអត់មានទេបងបំពាក់តាមក្រោយប៉ុន្តែយើងបំពាក់ខ្សែជូនគាត់ហើយអូខេភ្លើងរួចរាល់ពីដានស្អាតបងប្អូនអ្នកគ្នាសំរូបសំរៀងហើយចុងក្រោយនេះគឺប្រភេទទ្វារបងប្អូនអ្នកគ្នាដោយសារតែយើងប្រើប្រភេទទ្វារ PVC ទ្វារនេះវាមិនមែនទៅស្អីអស្ចារ្យទេបងប្អូនប៉ុន្តែវាក៏ស្រួលបិទបើកប្រើប្រាស់ទ្វារនេះបើធៀបជាមួយនឹងទ្វារសុវត្ថិភាពដែលយើងទិញ100ជាងទ្វារនេះល្អដាច់តែម្ដងដោយសារអីទ្វារនេះគឺបើគ្រឿងបង្គំក្រៅដូចជាទ្វារសោនេះយើងអាចចង់ដូរសោប្រភេទណាក៏បានបងប្អូនស្រឡាញ់តាមតម្លៃតែយើងដាក់សោមកសំរុំជូនបងម្ចាស់ផ្ទះវាស្រួលបិទស្រួលបើកបងប្អូនអ្នកគ្នាស្រួលបិទស្រួលបើកហើយស្រួលប្រើប្រាស់តែប៉ុណ្្នឹងឯងអារឿងថាជាប់មិនជាប់តែចោលចូលដល់ផ្ទះហើយវាដែលនៅបងប្អូនអ្នកគ្នាបាទហើយចុងក្រោយបន្ទប់ទឹកបងប្អូនបន្ទប់ទឹកយើងគឺធំទូលាយបងប្អូនអ្នកគ្នាមកចូលក្នុងហ្មងនេះគឺបន្ទប់ទឹកហើយយើងមានស៊ីងដៃចាក់គឺចានប្រគុណយើងប្រើប្រភេទធំឲ្យបងប្អូនអ្នកគ្នាហើយផ្កាឈូកហើយនេះខ្សែខាងយើងតទៅក្រៅតែប៉ុណ្ណឹងបងប្អូនគ្នាគ្រឿងបរិក្ខារជាទូទៅផ្ទះកពើហាគឺប៉ុណ្ណឹងហើយអានេះគឺប្រភេទខ្ញុំធ្វើច្រើនតែធ្វើពីមុនគេធ្វើលើវិឡាបងប្អូនដោយសារអីវាចំណាយច្រើនពេកកពើហាជាប្រភេទផ្ទះ modern ដែលគេចាយលុយតិចតួចបានការរស់នៅប៉ុន្តែឥឡូវនេះចាប់ដើមឡើងសូម្បីតែអាទ្វារនេះពីដាក់វាធ្វើទៅលើវិឡាបងប្អូនគេរុញចេះទៅខ្យល់ចូលស៊ូហើយឥឡូវយើងចាប់ដើមធ្វើច្រើនដែរនៅលើផ្ទះកពើហាសង្គ្រប់ផ្ទះឲ្យមានប្រភេទកញ្ចក់អញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នាឥឡូវខ្ញុំនឹងនាំបងប្អូនអ្នកគ្នាទៅមើលនៅទស្សនវិជ្ជាជុំវិញផ្ទះបន្ថែមទៀតដែលខ្ញុំនឹង voice over សម្រាប់បងប្អូនអ្នកគ្នាអរគុណបងប្អូនបាទបងប្អូនអ្នកគ្នានេះគឺទស្សនវិជ្ជាខាងក្រៅបងប្អូនពិនិត្យមើលជាក់ស្ដែងបាននិយាយទៅផ្ទះសំរូបសំរៀងជាមួយដំបូលជ្រីជ្រុងបងប្អូនអ្នកគ្នាស្អាតអូខេអរគុណ